តាចេះហៅសួស្តីអ្នកនរគ្នាថ្ងៃនេះផងដែរខ្ញុំលើកយកពាក្យគ្រោះធម្មជាតិមកចែកម្លែកដល់អ្នកទាំងអស់គ្នាអញ្ចឹងគ្រោះធម្មជាតិយើងអានថា自然灾害自然灾害自然灾害មានន័យថាគ្រោះធម្មជាតិពាក្យបន្តទៀតយើងអានថារញ្ជួយដីភាសាចិនយើងអានថាទីចឹងទីចឹងទីចឹងមានន័យថារំជួយដីពាក្យបន្តទៀតយើងអានថាប្រភពរំជួយដីភាសាចិនយើងអានថាទីចឹងយានទីចឹងយានទីចឹងយានមានន័យថាប្រភពរំជួយដីពាក្យបន្តទៀតយើងអានថាខ្យល់ព្យុះថៃហ្វុងថៃហ្វុងថៃហ្វុងយើងបកប្រែថាខ្យល់ព្យុះពាក្យបន្តទៀតយើងអានថាអគ្គិភ័យហួចាយហួចាយហួចាយយើងបកប្រែថាអគ្គិភ័យឬក៏គ្រោះអគ្គិភ័យពាក្យបន្តទៀតយើងអានថាទឹកជំនន់ភាសាចិនយើងអានថា水灾水灾水灾យើងបកប្រែថាទឹកជំនន់水灾ចឹងការចែកម្លែកពាក្យរបស់ខ្ញុំបានដល់ទីបញ្ចប់បើសិនជាបងប្អូនចូលចិត្តវីដេអូរបស់ខ្ញុំកុំភ្លេចជួយ like and share វីដេអូនេះបន្តផងអរគុណជួបខ្ញុំនៅមេរៀនក្រោយៗទៀតបាយបាយ